សូមជូនរឿងបងថ្លៃនិងប្អូនថ្លៃមានមនុស្សពីរនាក់ជាបងថ្លៃនិងប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់មិនហ៊ានទៅស៊ីទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រៃមិនត្រូវបែបទេខ្មាស់គេប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពីអ្នកចោះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីទៅស៊ីអីស៊ីនឹងទៅមិនគ្រប់ប្រមាណទេបងទៅជាមួយនឹងខ្ញុំចោះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីតាមធម្មតាទៅដល់គេលើកសម្លខ្ចៅមកប្អូនក៏យកចង្កឹះចាក់មួយរួចជញ្ជក់ខ្ទាស់សម្បកខ្ចៅនឹងដាក់នៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះក៏ជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះតតែល្អិតហើយខំលេបទៅបងឃើញដូច្នោះក៏លែងស៊ីខ្ចៅនោះទៅចាប់អំពៅដែលគេលើទុកនៅនឹងចានមកស៊ីរួចគេយកកន្សែងខ្ចប់ដាក់ហើយយកទៅចោលបងឃើញគេស៊ីអំពៅក៏យកអំពៅនោះមកស៊ីនឹងគេដែរខំទំពាអំពៅតតែល្អិតកាលេបទៅទៀតបងលែងស៊ីអំពៅវាទៅស៊ីសម្លមីសួរទៀតទើបតែនឹងដាក់ក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះហើយក៏អស់សំណោចទុកមិនឈ្នះក៏ចេញសំឡេងមកលើតែខិដោយហេតុខ្យល់ទុកខិនោះមីសួរនោះស្ទុះឡើងចូលទៅក្នុងរុនច្រមុះទាំងពីរចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នោះក៏ចោលចង្កឹះទៅក្នុងថាសទេលែងស៊ីហើយឯងស៊ីទៀតទៅសំបីខ្ចៅនៅអំពើស៊ីទាំងសម្បកទាំងកាកក៏ស៊ីមិនបានទាំងអស់ទាំងមីសួរផ្ទុះនឹងច្រមុះដូច្នេះធ្វើមិនបានទេបងអូនឯងស៊ីតែឯងចោះបងលែងស៊ីហើយបងស៊ីលែងកើតទៀតហើយចឹងបានគេហៅថាពុតគ្រូកុំត្រាប់ច្បាប់គ្រូកុំកោយក